សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនទាំងអស់គ្នាដែលទើបតែលេង Facebook ថ្មីៗហើយអត់ទាន់មានបានបង្កើតជា page សម្រាប់ Facebook ផ្ទាល់ខ្លួនអញ្ចឹងនៅក្នុងការលេង Facebook អញ្ចឹងបងប្អូនគួរតែមាន page ម្នាក់មួយឬក៏ម្នាក់ពីរបាទហើយការបង្កើត page គឺយើងអាចរាប់អានមិត្តបានច្រើនរាប់លានអ្នកបាទបើយើងបង្កើតតែ Facebook មួយមុខ account Facebook មួយគឺយើងអាចរាប់អានមិត្តមិនន័យថា friend នៅក្នុង Facebook យើងហ្នឹងត្រឹម5000នាក់ទេបាទនេះជាគោលការណ៍ក្រុមហ៊ុន Facebook កំណត់អញ្ចឹងបើយើងអាចបង្កើត page បានអញ្ចឹងមិត្តរបស់យើងដែលអ្នកដែលតាមដានយើងគឺច្រើនមានច្រើនរាប់លានបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលមកការបង្កើត page ទាំងអស់គ្នាបាទគេហៅថា page បងប្អូននៅក្នុងភាសាខ្មែរយើងគេហៅថាបង្កើតទំព័រអញ្ចឹងយើងចុចសញ្ញាត្រេ3ហ្នឹងមកបាទខាងលើចុចលើសញ្ញាត្រេ3ខាងលើមកខាងក្រោមមកយើងនឹងឃើញពាក្យទំព័ររូបទង់ជាតិណាបងប្អូនបាទចុចលើវាមកបាទនៅពេលយើងចូលដល់នេះហើយបងប្អូនចុចពាក្យលើពាក្យថាបង្កើតបាទនេះខាងលើបាទអញ្ចឹងចូលដល់នេះហើយគេឲ្យយើងអីចាប់ផ្ដើមជាមួយទំព័រប្រើប្រាស់ឈ្មោះអាជីវកម្មអញ្ចឹងយើងអាចបង្កើតជាលក្ខណៈទំព័រអាជីវកម្មផេកអាជីវកម្មឬក៏ផេកអង្គភាពទំព័រអង្គភាពហ្នឹងឬក៏ឈ្មោះដែលជួយបញ្យល់ដល់ទំព័ររបស់អ្នកអញ្ចឹងបងប្អូនដែលមានអាជីវកម្មមានអីហ្នឹងអាចបង្កើតជាផេកដើម្បីលក់ផលិតផលបានណាបងប្អូនអញ្ចឹងយើងមិនបាច់ទៅទិញផេកគេទេបាទអញ្ចឹងនៅមានបញ្ហាខូចផេកខូចអីថ្ងៃក្រោយអញ្ចឹងយើងបង្កើតខ្លួនឯងមកអញ្ចឹងបន្តទៀតយើងឈ្មោះទំព័របាទឈ្មោះផេករបស់យើងហ្នឹងបងប្អូនដាក់មិនដាក់ទៅបាទដាក់ជាអក្សរខ្មែរក៏បានដាក់ជាអក្សរបរទេសក៏បានដែរបងប្អូនបាទអញ្ចឹងខ្ញុំដាក់អក្សរខ្មែរលក់ផលិតផលសំអាងលក់ផលិតផលសំអាងបាទអញ្ចឹងបានហើយអញ្ចឹងយើងចុចពាក្យបន្ទាប់បាទអញ្ចឹងយើងចុចពាក្យបន្ទាប់បាទចូលមកដល់កន្លែងនេះហើយគេសួរថាតើប្រភេទអ្វីដែលព័ត៌មានបានត្រឹមត្រូវបំផុតអំពីការលក់ផលិតផលសំអាងអញ្ចឹងដោយសារយើងលក់ផលិតផលសំអាងមិញឬមិនហ្នឹងអញ្ចឹងគេឲ្យយើងនេះថាព័ត៌មានដែលតាក់ទងឲ្យមានការតាក់ទាញណាបងប្អូនអញ្ចឹងដើម្បីក្នុងនេះគេមានពាក្យដើម្បីឲ្យយើងជ្រើសរើសស្រាប់ណាបងប្អូនអញ្ចឹងមានតន្ត្រីក៏តន្ត្រីសុខភាពសម្រស់ណាលក់គ្រឿងទេសអញ្ចឹងបងប្អូនយកមួយណាអញ្ចឹងគ្រឿងសម្អាងតាក់ទងទៅនឹងសុខភាពនិងសម្រស់បាទអញ្ចឹងយើងយកសុខភាពនិងសម្រស់បាទអូខេរួចហើយចុះយើងអាចយកតន្ត្រីកឬក្រុមតន្ត្រីទៀតបានទេបានយើងអាចយកទាំង3ប្រភេទនេះក៏បានដែរបាទអញ្ចឹងវាច្បល់គ្នាច្រើនពេកអញ្ចឹងកុំឲ្យមានការច្បល់គ្នាច្រើនបងប្អូនក្នុងគោលបំណងបង្កើតថាយកដើម្បីធ្វើអ្វីដាក់យកតែមួយនឹងបានហើយបាទអញ្ចឹងបើយើងយកសុខភាពនិងសម្រស់ហើយយើងយកពាក្យបង្កើតណាយកពាក្យបង្កើតបាទសូមរងចាំបន្តិចវាកំពុងតែដំណើរការឲ្យយើងហើយតម្រុំមកបន្តទៀតបញ្ចប់ការរៀបចំទំព័ររបស់អ្នកបាទឲ្យជោគជ័យបានបង្កើតផលិតផលសម្អាងរួចហើយឥឡូវនេះបញ្ចូលព័ត៌មានលម្អិតបន្ថែមដើម្បីមនុស្សជាប់តំណែងជាមួយអ្នកអញ្ចឹងគេឲ្យយើងដាក់ជីវប្រវត្តិមកដាក់ជីវប្រវត្តិដើម្បីអីដើម្បីងាយគេតាក់ទងមកយើងគេស្គាល់យើងច្បាស់ថាយើងភ័យរបស់យើងសម្រាប់ធ្វើអីអញ្ចឹងដើម្បីតាក់ទាញយើងលក់ផលិតផលសម្អាងអញ្ចឹងបណ្ដៃយើងដាក់ថាលក់តែផលិតផលសម្អាងដែលមានគុណភាពល្អមិនคล้ายคล้ายធានាគុណភាពជូនបងប្អូន 100% បាទតែប៉ុណ្្នឹងមកបានហើយបងប្អូនសេណាប៉ុណ្្នឹងមកយើងវាមានជាលក្ខណៈចំណាប់អារម្មណ៍បន្តិចបាទនៅពេលគេឃើញព័ត៌មានរបស់យើងចឹងហើយអញ្ចឹងអ្នកទិញគេអាចមានជំនឿចិត្តបាទតំណាក់តំណងគេហទំព័រអញ្ចឹងបើសិនជាយើងមានគេហទំព័រដែលយើងបានបង្កើតសម្រាប់លក់ក៏យើងដាក់មកប៉ុន្តែបងប្អូនអត់មានគេហទំព័រទេក៏រំលងទៅបងប្អូនមានអ៊ីមែលទី2មានអ៊ីមែលបើមានអ៊ីមែលដាក់អ៊ីមែលមកបាទអ៊ីមែលនេះសំខាន់ដែរបងប្អូនអ៊ីមែលនិងលេខទូរស័ព្ទព្រោះអីថានៅពេលដែលយើងត្រូវការ page របស់យើងលើកក្រោយទៅការប្រើប្រាស់ជាលក្ខណៈអាជីពតែម្ដងយើងត្រូវការអ៊ីមែលទី1ការពារ page របស់យើងកុំឲ្យគេលួចដល់ងាយបាទទី2គេមានអ៊ីមែលរបស់យើងសម្រាប់តំណតំណងមកដល់ពេលយើង log in log out បងប្អូនបាទអញ្ចឹងបើមានដាក់មកហើយលេខទូរស័ព្ទបើមានដាក់មកបងប្អូនហើយបើមិនទាន់ដាក់ក៏អត់ទាន់អីដែរបាទអញ្ចឹងតមកទៀតគេឲ្យយើងជ្រើសរើសទីតាំងអាស័យដ្ឋានអញ្ចឹងទីតាំងអាស័យដ្ឋានបងប្អូននៅទីណាដាក់ទៅនឹងមកអ៊ំមកថាឥឡូវទីតាំងអាស័យដ្ឋានអញ្ចឹងអ៊ំមកថាឥឡូវខ្ញុំនៅភ្នំពេញអញ្ចឹងដាក់ភ្នំពេញក្រុងភ្នំពេញបាទរួចរាល់បាទទីប្រជុំជនបាទយើងដាក់ទីតាំងហើយបងប្អូនបញ្ចូលគេដាក់ zip code zip code មិនទាន់អីទេបងប្អូនបើយើងអត់ទាន់មាន zip code ក៏យើងមិនដាក់ដែរតំបន់ zip code តែតំបន់ដែលយើងដាក់ណាអញ្ចឹងបើអត់មាន zip code ក៏រំលងទៅអញ្ចឹងយើងដាក់បន្ទាប់បាទចូលមកដល់នេះគេឲ្យយើងជ្រើសរើសរូបភាពដាក់រូបភាពណាបងប្អូនដាក់រូបភាពបងប្អូនដាក់រូបភាពអីរូបភាពទៅជាពិសេសគឺដាក់រូបភាពណាដែលមានការតាក់ទាញតាក់ទងនឹង page របស់យើងឧបមាយើងលក់ផលិតផលអញ្ចឹងបងប្អូនថតផលិតផលដែលបងប្អូនមានអញ្ចឹងទៅណាឧបមាយើងកំពុងតែលក់អញ្ចឹងគេអាចថតមកទូមានអីខ្លះអីបានណាបាទអញ្ចឹងយើងកាត់ចុចមកយកមកឬក៏យើងអាចថតមកក៏បានដែរបាទអញ្ចឹងឥឡូវខ្ញុំបាទបងប្អូនឥឡូវដោយសារខ្ញុំដាក់បដិសនអញ្ចឹងយើងអត់ទាន់មានរូបដែលត្រឹមត្រូវទេអញ្ចឹងខ្ញុំដាក់បដិសនជាឧទាហរណ៍បាទឧទាហរណ៍ខ្ញុំដាក់រូបនេះមកបាទហើយcover របស់យើងក៏ត្រូវជ្រើសរើសដែរបងប្អូនបាទរើស cover មួយទៀតមកបាទ
ចឹងរូបនេះបានហើយនេះខ្ញុំរូបឧទាហរណ៍ណាបងប្អូនរូបមែនតើបងប្អូនត្រូវដាក់រូបផលិតផលបងប្អូនលក់ឲ្យថតវាដាក់មកដើម្បីជាការតាក់ទាញអញ្ចឹងយើងយកវាបន្តបាទអញ្ចឹងដល់កន្លែងនេះបាទដល់កន្លែងនេះគេឲ្យយើងជ្រើសរើសមិត្តបាទអញ្ជើញមិត្តមកចូលរួម follow page របស់យើងគេឲ្យយើងជ្រើសរើសមិត្តដើម្បីមក follow page របស់យើងអញ្ចឹងបងប្អូនចុចមករើសប្រហែលអ្នកសាច់បងប្អូនមកបងប្អូនអាចចុចលើអក្សរពណ៌ Q នឹងក៏បានដែរគឺចឹងបងប្អូនអញ្ជើញគេម្ដងបាន1000អ្នកបាទអញ្ចឹងបន្ទាប់មកបងប្អូនចុចវាបន្តមកបាទអញ្ចឹងបើសិនជាយើងអញ្ជើញគេគឺដាក់យកពាក្យអញ្ជើញមកបើមិនអញ្ជើញទេយើងបោះបង់បាទអញ្ចឹងចុចពាក្យអញ្ជើញបាទអញ្ចឹងកន្លែងនេះសំខាន់ណាស់បងប្អូននេះកន្លែងហ្នឹងសំខាន់ណាស់បាទអញ្ចឹងក៏យើងបើកទៅបាទអាចំណុចពីរហ្នឹងយើងបើកទាំងអស់មកចុចបន្តបាទអញ្ចឹងចូលដល់នេះការណែនាំមតិព័ត៌មានជាពិសេសសម្រាប់ការលក់ផលិតផលបាទអញ្ចឹងយើងចុចបន្តមកចុចឡងក៏បានដែរបងប្អូនហ្នឹងនេះគ្រាន់តែគេព័ត៌មានគេបញ្យល់យើងបងប្អូនបាទជ្រើសរើសនរណាដែលអ្នកតាមដានជាមួយអញ្ចឹងយើងអាច follow គេណាចង់និយាយកន្លែងហ្នឹង follow គេរកការលើកទឹកចិត្តពីអ្នកផ្សេងអញ្ចឹងបាទហើយបន្តមកទៀតគឺថាភ្ជាប់លក់ផលិតផលសម្អាងជាមួយមនុស្សដែលអញ្ចឹងបាទកន្លែងនេះគេឲ្យយើងភ្ជាប់ជាមួយ account ដែលយើងបង្កើត page ហ្នឹងបាទអញ្ចឹង page ត្រូវមានភ្ជាប់ទំនាក់ទំនងជាមួយ account ជាចាំបាច់ account ដែលយើងយកមកបង្កើត page ហ្នឹងបាទអញ្ចឹងយកចុចពាក្យថាបន្តបាទបន្តមកបងប្អូនគេក្រុមហ៊ុន Facebook គេឲ្យយើងជ្រើសរើសមនុស្សចំនួន97នាក់តម្រូវបងប្អូនគេថាតម្រូវឲ្យយើង follow អ្នកទាំងអស់នេះហេតុអីក្រុមហ៊ុនគេមានគោលការណ៍របស់គេហើយក៏គេដឹងដែរអ្នកទាំងអស់នេះអាចជាអ្នកដែលជាអតិថិជនត្រូវការទិញផលិតផលរបស់យើងគាត់ថាបានដែរបាទអញ្ចឹងយើងចុចយកតាមដានមកបាទតោះយើងចុចតាមដានរួចរាល់ហើយចូលដល់បញ្ចូលព័ត៌មានដែលអ្នកផ្សេងចូលចិត្តទុកដាក់បាទអញ្ចឹងតើតើទាំងអស់នេះបងប្អូនអាចបំពេញនៅពេលក្រោយក៏បានដែរអត់អីទេអញ្ចឹងតើតើជីវប្រវត្តិសេចក្តីលម្អិតអាសយដ្ឋានម៉ោងបាទ website តំណតំណងប្រព័ន្ធផ្សព្វផ្សាយ email លេខទូរស័ព្ទនេះបងប្អូនអាចដាក់ពេលណាក៏បាននៅពេលក្រោយអត់អីទេបាទអញ្ចឹងសំខាន់ពេលនេះការបង្កើត page របស់យើងបានរួចរាល់សពគ្រប់ហើយបាទអញ្ចឹងចុចរួចរាល់មកប៉ុន្តែគាត់ថា page របស់យើងបង្កើតបានរួចរាល់ហើយប៉ុន្តែគាត់ថាវាអត់ទាន់ពេញលេញ 100%ទេអញ្ចឹងគាត់ថាយើងអាចប្រើបានប៉ុន្តែគាត់ថាវានៅខ្វះតំណែងមួយចំនួនតែប៉ុណ្ណឹងបាទអញ្ចឹងរួចរាល់ហើយ page របស់យើងបាទបង្កើតបានសពគ្រប់មកជោគជ័យក្រោយពីការបង្កើត page រួចហើយក្រោយពីការបង្កើតទំព័ររួចហើយយើងមិនបានទំព័រមួយអញ្ចឹងវីដេអូទី2នេះខ្ញុំចង់បង្ហាញថានៅពេលដែលយើងប្រើប្រាស់ទំព័រនេះហើយនៅពេលដែលយើងលែងចង់ប្រើប្រាស់គឺយើងចូលទៅ account Facebook របស់យើងវិញគឺបងប្អូនគាត់ទៅចុចសញ្ញាត្រី3ដដែលមកបាទតោះមកបងប្អូននេះឃើញរូបខាងលើបាទបងប្អូនឃើញរូបខាងលើនេះមានរូប account របស់យើងចុះបងប្អូនចុចលើរូបនោះមកបាទអញ្ចឹងប៉ុណ្ណឹងគឺទៅរូបទៅទូរស័ព្ទទៅ account Facebook របស់យើងវិញហើយលេងនៅក្នុង account page ហើយបងប្អូនចង់ទៅមើល page ចង់លេងនៅ page វិញបងប្អូនចុចត្រី3ដដែលមកបាទហើយយើងចុចយកទំព័រឬក៏ page របស់យើងនៅទៅបង្កើតហ្នឹងបាទចុចលើវាមកនឹងវានឹងទៅបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងចាញ់លោកបងប្អូនថាបង្កើត page ហើយមិនដឹងថាទៅរក page ខ្លួនឯងទៅណាទៅរកនៅណាទៅរក account វិញនៅណាហើយបដូររបៀបមិនបាទអញ្ចឹងនេះជាវិធីបដូរបាទសូមអរគុណចំពោះការទស្សនាបាទអរគុណច្រើន